លោកគ្រូស្ដាប់ខ្ញុំសិនរឿងនឹងវាបែបនេះអ្នកដែលសមនឹងទទួលបានចំណែកច្រើនជាងគេមិនពិតទេលោកគ្រូលំអៀងណាស់បន្ទាប់ពីពួកគេបានទទួលលុយពីការដេញថ្លៃរួចហើយបរិះទាំង3នាក់នោះសប្បាយចិត្តជាខ្លាំងចំពោះជ័យជំនះដែលពួកគេទទួលបានជាមួយគ្នារំពេចនោះឧត្តមបាននិយាយថាតើពួកយើងគួរចែកយ៉ាងម៉េចចំពោះលុយនេះយល់ល្អពួកយើងគួរតែចែកស្មើគ្នាទៅទេធ្វើអញ្ចឹងមិនត្រូវខ្ញុំបានចាយពេលជាងកន្លះខែក្នុងការច្នៃពេជ្រនេះទាំងថ្ងៃទាំងយប់មិនហ៊ានសម្រាកឡើយបើគ្មានខ្ញុំទេពួកឯងក៏មិនបានលុយនេះមកដែរអញ្ចឹងខ្ញុំគួរតែបានច្រើនជាងគេបើឯងនិយាយអញ្ចឹងយើងនេះទៅវិញទេដែលជាអ្នកត្រូវបានចំណាយច្រើនជាងគេនោះឯងសាកគិតមើលបើយើងមិនទៅចូលក្នុងព្រៃដើម្បីរកនៅមាសនិងពេជ្រទេស្មានតែឯងមានមាសនិងពេជ្រមកអង្គុយឆ្នៃអញ្ចឹងដែរអីមិនត្រូវទេយើងនេះទេដែលគួរទទួលបានលុយច្រើនជាងគេនោះបើគ្មានយើងពួកឯងដឹងតែស្ពៃហើយយើងបានប្រើប្រាស់នៅថ្វីមាត់របស់យើងទៅក្នុងការដាក់ដេញថ្លៃដែលធ្វើឲ្យគេចាប់អារម្មណ៍ហើយថែមទាំងហ៊ានឲ្យនៅតម្លៃមួយដែលយើងនឹកស្មានមិនដល់ទៀតផងពួកគេបានប្រកែកគ្នាយ៉ាងយូរក៏នៅតែមិនបានប្រយោជន៍អ្វីឡើយដោយមិនអស់ចិត្តពួកគេទាំង3នាក់ក៏ទៅសុំជំនួយពីលោកឌីសានដែលជាប្រធានភូមិឲ្យជួយដោះស្រាយតែជាអកុសលលោកឌីសានក៏មិនអាចជួយពួកគេបានឡើយលោកឌីសានក៏បានប្រាប់ឲ្យពួកគេទៅជួបជាមួយនឹងលោកគ្រូឡុងមេងឌីដែលជាគ្រូរបស់ពួកគេដើម្បីឲ្យគាត់ជួយដោះស្រាយនៅរឿងមួយនេះជូនពួកគេនៅតាមផ្លូវសង្គ្រាមដណ្ដើមចំណែកគ្នានេះក៏នៅតែបន្តឥឡូវគិតចេះចុះយើងយក 50% ហើយ 50 ទៀតឯង2នាក់នឹងចែកគ្នាទៅណាលេងចឹងទេយើងទេដែលជាអ្នកទទួលបានប្រាក់ច្រើនជាងគេបើគ្មានយើងទេពួកឯងក៏គ្មានថ្ងៃបានឃើញលុយលេខច្រើនខ្ទង់ដែរវាត្រូវណាស់ដែលយើងជាអ្នកទទួលបានចំណែកច្រើនជាងគេនោះពួកឯងនេះពេលសប្បាយនឹកមិនឃើញយើងសោះហើយដល់តែពេលមានទុកទើបបាននឹករលឹកតាចាស់ម្នាក់នេះមែនអាយ៉ាបែកលោកគ្រូតែមួយរយៈសោះលោកគ្រូក៏ពូកែយ៉ាងនេះសិស្សមិនទាន់តែនឹងបានជម្រាបអីផងលោកគ្រូក៏ដឹងមុនស្រេចទៅបាត់ហើយនឹងលោកគ្រូពិតជាមានភ្នែកមុតមែនថុយមិនមុតបើពេលកំពុងដែលពួកឯងដើរមកនឹងប្រធានភូមិឯងបាននិយាយរឿងប្រាប់យើងអស់ហើយមើលលើនិយាយប្រាប់យើងម្ដងទៀតឲ្យអស់សេចក្តីមើលលោកគ្រូស្ដាប់ខ្ញុំសិនរឿងនឹងវាបែបនេះអូអញ្ចឹងសោះលោកគ្រូឆាប់ប្រាប់ពួកខ្ញុំមកថាតើអ្នកណាជាអ្នកទទួលបានចំណែកច្រើនជាងគេអ្នកដែលសមនឹងទទួលបានចំណែកច្រើនជាងគេគឺជាសម្បត្តិលោកគ្រូហេតុអ្វីបានមិនមែនជាខ្ញុំទៅវិញខ្ញុំបានឆ្លងកាត់ឧបសគ្គច្រើនណាស់ទម្រាំបានមាសនិងពេជ្រមកមិនពិតទេលោកគ្រូលំអៀងណាស់ខ្ញុំនេះទៅវិញទេទើបស័ក្តិសមជាអ្នកទទួលបានចំណែកច្រើនជាងគេនោះពួកឯងបានហាត់រៀនជាមួយគ្នាហើយក៏ជាមិត្តស្លាប់រស់ជាមួយគ្នាដែរតើពួកឯងភ្លេចពាក្យបណ្ដាំរបស់យើងហើយមែនទេពួកយើងមិនភ្លេចទេបើពួកឯងមិនភ្លេចទេហេតុអ្វីបានជាមានរឿងនេះកើតឡើងសម្បត្តិជាអ្នកដែលទទួលបានចំណែកច្រើនជាងគេនោះវាត្រឹមត្រូវហើយគឺដោយសារតែគេបានខិតខំប្រឹកព្រាមចំណាយពេលវេលាលះបង់ទាំងកម្លាំងកាយនិងចិត្តជាច្រើនទៅក្នុងការធ្វើចិញ្ចៀននោះហើយម៉ូតដែលបានច្នៃចេញមុខនោះក៏បានបញ្ជាក់ពីចិត្តស្រឡាញ់របស់គេដែរម្ល៉េះហើយមនោសញ្ចេតនារបស់សម្បត្តិនិងចិញ្ចៀននោះក៏ជ្រាលជ្រៅដូចគ្នាចំណែកឯងទាំងពីរនាក់នេះវិញដោយម្នាក់គ្រាន់តែបានផ្ដល់នូវវត្ថុធាតុដើមដែលមិនទាន់ច្នៃហើយម្នាក់ទៀតគ្រាន់តែប្រើថ្វីមាត់ក្នុងការបង្កើតនូវរសជាតិចំណាប់អារម្មណ៍ទៅឲ្យរបស់ដែលគេបានច្នៃរួចហើយដូច្នេះពួកឯងក៏មានចំណែកនៅក្នុងនឹងដែរពួកឯងទាំងពីរនាក់នឹងទទួលបានចំណែកស្មើគ្នា
សូមពួកឯងគិតឲ្យបានវែងឆ្ងាយបន្តិចទៅនោះនឹងយល់ហើយ ពួកយើងយល់ហើយលោកគ្រូ បើពួកឯងយល់គឺល្អហើយ ពេលនោះពួកគេទាំង3នាក់ក៏សប្បាយចិត្តចំពោះចំណែករបស់ពួកគេរៀងៗខ្លួនរឿងនេះបានបង្រៀនយើងថាត្រូវឲ្យមានសេចក្តីពេញចិត្តជាមួយនឹងអ្វីដែលយើងសមនឹងទទួលបានការលោភចង់បានលៀបសំណាងខុសរបៀបនោះនាំមកនៅការបែកបាក់សាមគ្គីភាពនៅក្នុងព្រះគម្ពីរព្រះយេស៊ូវក៏បានបង្រៀនយើងផងដែរថាមើលអញមកជាឆាប់ទាំងនាំយករង្វាន់មកជាមួយដើម្បីនឹងចែកឲ្យគ្រប់គ្នាតាមការដែលខ្លួនបានធ្វើ